Bà chỉ miếng xúa, bóng ôn chỉ tì của rộp rạp án khăn ông bà rì xú krí, ông con bà rì xú, thằng này khăn miên bà bà tú lực thực chất là phục mãi bóng ôn, trong những giây ông bì ông nói tiền, ở đó bà đại trục mà bà tiền ở phòng đài. Dương đừng tha khăn niềm dương trên nệm bóng bóng tay bà tiền này ông nói tiền mũi, xâm rạp một nụ mà nè bà. Cho nên bây đây ông ông nói tiền một dương từ bà ông nói tiền nữa, đàm bây chỉ Paul và dõi, xâm rạp bọn là cây rạp bọn. Hỏi dương đăng tha ông nói tiên này bà ông mà đo ở dương cứ chỉ ông nói tiên muối đại bà ông trong ở dương thử mà mình men chỉ ông nói tiên đại bà ông ở dương hỏi dương dốc ông nói tiên đại bà ông ở núi dốc từ tục chào nông tí trong bán ở trongประកម្ពីមកថៃដែលព្រះអង្គបានមានព្រះបន្ទូលមកកាន់រាជរបបផងព្រះអង្គថាព្រះអង្គបានឲ្យមនុស្សមានមនុស្ស3នាក់ម្នាក់ព្រះអង្គឲ្យគេ5000ហើយម្នាក់ទៀតព្រះអង្គឲ្យគេ2000និងម្នាក់ទៀតព្រះអង្គឲ្យគេ1000ប៉ុន្តែមនុស្សទី1គឺគាត់យក5000ទៅបង្កើតឲ្យមានផលផ្លែឲ្យមានភាពទ្វេគុណកាន់តែច្រើនឡើងសម្រាប់ក្នុងកិច្ចការងារដែលព្រះអង្គបានឲ្យមនុស្សទី2ក៏គាត់បានយក2000ទៅបង្កើតឲ្យមានផលផ្លែបង្កើតឲ្យមានចំណូលកាន់តែច្រើនដើម្បីក្នុងការដែលឲ្យកិច្ចការងារហ្នឹងក្នុងការថ្វាយទៅកាន់ព្រះអង្គឲ្យរីកចម្រើនផងដែរប៉ុន្តែមនុស្សទី3គឺគាត់យកផល1000ដែលព្រះអង្គបានឲ្យនោះយកទៅកប់ចោលដែលគេគិតថាការដែលព្រះអង្គបានឲ្យនោះគឺជាការដែលចង់បានពីគេបាទចង់បានផលប្រយោជន៍ពីគេទាំងដែលព្រះអង្គមិនធ្វើអីក្នុងរវាងមនុស្ស3នាក់អញ្ចឹង2នាក់គឺជាមនុស្សដែលមានគំនិតដែលគាត់បានប្រើអំណោយទានចំផ្លូវហើយគាត់បានប្រើអំណោយទានដើម្បីឲ្យមានភាពទ្វេគុណដើម្បីជាផលប្រយោជន៍សម្រាប់ពន្ធកិច្ចរបស់ផងព្រះអង្គហើយដើម្បីឲ្យមនុស្សទាំងអស់គេបានលើដំណឹងល្អរបស់ផងព្រះអង្គប៉ុន្តែតកតងនឹងមនុស្សទី3គឺជាមនុស្សដែលខ្ជិលច្រអូសហើយបោះបង់អំណោយទានដែលព្រះអង្គបានប្រទានឲ្យហើយដែលគេគិតថាការដែលព្រះអង្គឲ្យគេធ្វើនេះវាមិនមែនជាកិច្ចការងារដែលមានផលប្រយោជន៍សម្រាប់គេហេតុអីត្រូវគេធ្វើកិច្ចការងារថ្វាយទៅព្រះអង្គចំណុចនេះហើយដែលព្រះអង្គមានប្រាប់បន្ទូលថានៅពេលដែលព្រះអង្គបានជាងមកព្រះអង្គនឹងឲ្យទៅកាន់អ្នកដែលមានបាទអញ្ចឹងមានន័យថាម៉េចមានន័យថានៅពេលដែលអ្នកមានដែលព្រះអង្គបានឲ្យហើយគេយកអំណោយទានដែលព្រះអង្គបានឲ្យនោះគេយកទៅបង្កើតឲ្យមានផលផ្លែមានផ្កាសម្រាប់ថ្វាយសិរីទៅព្រះអង្គនឹងឲ្យគេថែមទៀតបាទដើម្បីអីដើម្បីឲ្យគេនៅមានរង្វាន់នៅឯនគរឋានសួគ៌ប៉ុន្តែសម្រាប់មនុស្សទី3ជាមនុស្សមួយដែលខ្ជិលហើយជាមនុស្សដែលបោះបង់អំណោយទានព្រះអង្គមានព្រះបន្ទូលថាព្រះអង្គនឹងដកចេញពីគេឲ្យទៅអ្នកដែលមានបន្ទាប់មកព្រះអង្គនឹងយកគេទៅឯទីកន្លែងដែលត្រូវងងឹតបាទហើយទីកន្លែងដែលសង្គ្រឹះថ្មិញហើយអស់កលចំណេញនៅក្នុងព្រះបន្ទូលរបស់ព្រះអង្គគឺព្រះអង្គចង់ដាស់តឿនយើងគ្រប់គ្នាថាសូមឲ្យយើងបានប្រើអំណោយទានដែលទ្រង់បានប្រទានឲ្យក្នុងនាមយើងជាគ្រីស្ទបរិស័ទគឺយើងត្រូវតែយកអំណោយទាននោះគឺនាំព្រលឹងវិញ្ញាណថ្វាយទៅអង្គព្រះយេស៊ូវគ្រីស្ទព្រះអង្គចង់ឲ្យកូនរបស់ព្រះអង្គគឺជាអ្នកដែលបម្រើដោយស្មោះត្រង់ហើយអ្នកបម្រើដែលមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនហើយអ្នកបម្រើដែលហ៊ានលះបង់សម្រាប់នៃពន្ធកិច្ចរបស់ព្រះអង្គប៉ុន្តែផ្ទុយទៅវិញបើសិនជាអ្នកបម្រើណាម្នាក់ដែលទទួលបានអំណោយទានពីព្រះប៉ុន្តែគេបោះបង់ចោលអំណោយទានហើយគេគិតថាបើសិនជាគេបម្រើព្រះអង្គតើតែមានផលប្រយោជន៍សម្រាប់ខ្លួនគេតើតែគេមានផលប្រយោជន៍អ្វីមួយសម្រាប់ឲ្យគេចេញទៅគេចេញទៅព្រះអង្គរាប់ថាជាមនុស្សដែលគ្មានផលផ្លែហើយព្រះអង្គនឹងបោះគេចេញហើយព្រះអង្គនឹងដកអំណោយទាននោះទៅឲ្យអ្នកទី1និងទី2នៅក្នុងចំណុចនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនដែលជាគ្រីស្ទបរិស័ទថាសូមឲ្យយើងបានយកអំណោយទានដែលព្រះបានប្រទានឲ្យនោះយកទៅប្រើឲ្យអស់តើយើងនៅមានជីវិតនៅឯផែនដីនេះពីព្រោះជីវិតយើងនៅលើផែនដីនេះជាជីវិតមួយដែលផុយស្រួយហើយជាជីវិតមួយដែលពុករលួយយើងមិនអាចរស់អស់កលបាននោះទេប៉ុន្តែអ្វីដែលព្រះអង្គបានសន្យាថានៅពេលដែលយើងបានបម្រើព្រះអង្គហើយនៅពេលដែលរូបកាយរបស់យើងបានបញ្ចប់លើផែនដីនេះព្រះអង្គសន្យាថាឲ្យនគរមួយដ៏ស្រស់ស្អាតសម្រាប់យើងឋានទីកន្លែងដែលមិនចេះឈឺចាប់មិនចេះយំមិនចេះស្រែកមិនចេះឃ្លានមិនចេះមានទុក្ខសោកអ្វីទាំងអស់គឺឯនគរឋានសួគ៌សម្បកកាយយើងនឹងត្រូវត្រឡប់ទៅជាដីប៉ុន្តែព្រលឹងវិញ្ញាណរបស់យើងបានរស់នៅឯទីកន្លែងដ៏សុខស្រួលនេះក្នុងព្រះបន្ទូលរបស់ព្រះអង្គហើយខ្ញុំសង្ឃឹមថា
បងប្អូនដែលជាគ្រីស្ទបរិស័ទនឹងយល់អំពីអំណោយទានដែលទ្រង់បានប្រទានឲ្យអរគុណសូមព្រះបានប្រទានពរ